គ្រប់សួស្តីដល់បងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនាវីដេអូមួយនេះបាទនេះគឺជាវីដេអូទាក់ទងជាមួយនឹងរបៀបក្នុងការហាត់និស្សិតឬក៏គេហៅថាឈ្មោះម៉ាស៊ីនដែលបងប្អូនអាសាទៅហៅណាបាទម្ដងនេះគឺជា model Xiaomi បាទ14 Ultra Xiaomi 14 Ultra នេះគឺវាមានបញ្ហាចុកកដៃបាទអូខេអញ្ចឹងចុកកដៃយ៉ាងដឹងកដៃទេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ធ្វើការហាត់និស្សិតឲ្យខ្លួនឯងគឺអាចមើលវីដេអូនេះបានហើយសូមបញ្ជាក់ផងដែរថាបើសិនជាទូរស័ព្ទនេះបានដាក់ account ឬក៏ដាក់Xiaomi ID អីបាទគឺវានឹងជាប់នៅពេលដែលហាត់និស្សិតណាចឹងបងប្អូនបើសិនជាអត់ស្គាល់ទេកុំបថុយបឋានអីព្រោះតែធ្វើឲ្យជាប់ឲ្យពេលខ្លះពិបាកក្នុងការដោះ ID ណាដោយសារនេះត្រូវការយើងដោះ hardware ដើម្បីយកទៅរាយបងប្អូនបាទលើក hard disk ចេញបងប្អូនអញ្ចឹងប្រយ័ត្នប្រយែងមែនតើនេះគ្រាន់តែធ្វើជាការឧទាហរណ៍សម្រាប់បងប្អូនដែលគាត់ចង់ធ្វើការ hard disk ដោយសារថាឧទាហរណ៍ថាគាត់ស្គាល់ Gmail ខ្លួនឯងអីចឹងណាគាត់អាច log in ចូលនៅខ្លួនឯងបានបាទនៅសូមបញ្ជាក់បើតែធ្វើគឺជាប់ហើយព្រោះកម្រណាស់ដែលមិនជាប់ដោយសារតែកាលណាតែដាក់ ID របស់ Xiaomi ហើយឬក៏ដាក់ប្រភេទ Gmail បាទជាទូទៅយើងដាក់ហើយគឺយើងដាក់ចូលក្នុង Play Store ដើម្បីធ្វើការ download កម្មវិធីគឺវានឹងជាប់អញ្ចឹងណាបាទអញ្ចឹងបងប្អូនប្រុងប្រយ័ត្នខ្លួនឯងបាទហើយបើធ្វើជាប់ហើយបើមិនដឹងទៅដោះណាបាទយកមកដោះនៅនេះក៏បានដែរអូខេអរគុណច្រើនឥឡូវយើងចូលទៅដល់របៀបតែម្ដងបាទអញ្ចឹងយើងបិទម៉ាស៊ីនចោលទៅបាទបិទម៉ាស៊ីនចោលបាទទាញទៅលើទៅបាទបិទអូខេអញ្ចឹងដល់ពេលដែលវាបិទរីរាល់ចេះគឺអ្វីដែលបងប្អូនត្រូវធ្វើគឺចុច power ជាមួយនឹង volume up បាទ power និង volume up បងប្អូនបាទអញ្ចឹងយើងត្រៀមចុចចឹងមកបាទ1 2 3ចុចចឹងមកបាទរហូតដល់ចេញ logo ចាំយើងបលែងបាទបលែងតែដៃ power ទៅយើងនៅនេះចុច volume up បន្តមកបាទរហូតដល់វា load មកចាំយើងបលែងដៃបាទអូខេបលែងបានទេបាទអញ្ចឹង model នេះគេហៅថាជាប្រភេទ global បងប្អូនបាទប្រភេទ global បាទចេញមកអក្សរអង់គ្លេសអញ្ចឹងណាបើ China version ចេញមកអក្សរចិនសុទ្ធតែម្ដងបាទនេះអញ្ចឹង Xiaomi Hyper OS Recovery កន្លែងនេះបាទអញ្ចឹងវាអត់មានខុសច្រើនទេបាទនេះបងប្អូន select បាទ volume down ដើម្បីជ្រើសរើសបាទយើងយក web data មកបាទអូខេបន្តមកដើម្បីជ្រើសរើសគឺយើង power ដែរបាទបន្តមក select មកក្រោមបាទ web on data បាទបន្តមក confirm អាហ្នឹងគឺស្មើនឹង error ម៉ាស៊ីនឬក៏ factory reset ហើយចុចមក power មកអូខេអញ្ចឹងយើងរងចាំវារហូតដល់ចប់ទៅជាការស្រេចអញ្ចឹងសម្រាប់បងប្អូនដែលមានបញ្ហាជាប់កូដផ្សេងៗបាទចង់ដោះកូដទូរស័ព្ទ bypass ឬក៏ដោះ iCloud អីបាទសូមតាក់ទងមកយើងមានសេវាដោះបាទអញ្ចឹងចុច back to menu មកបាទអូខេបន្តមកចុច reboot មកបាទចុចហ្នឹងមក reboot បាទអញ្ចឹងយើង back សុំទោសគឺ reboot to system បាទចុចមកអូខេអញ្ចឹងវា reboot ចូលទៅ menu យើងធម្មតាបាទអញ្ចឹងទៀតវារីករាយអញ្ចឹងសម្រាប់បងប្អូនមួយទៀតបងប្អូនដែលកំពុងមានបំណងចង់ឲ្យបុក program ទូរស័ព្ទដោះកូដហើយ bypass iCloud ដោះ iCloud MacBook iPhone iPad បាទហើយជាមួយនឹងនាឡិកាគឺអាចទាក់ទងបានរួចរាល់ហើយបាទអញ្ចឹងជាទូទៅកាលណាចេញជាទូទៅណាបងប្អូនខ្ញុំនិយាយថាជាទូទៅឯងបាទគឺចេញ unlock icon បែបនេះគឺទូរស័ព្ទនេះអត់មានជាប់ Google account ឬក៏ជាប់ Xiaomi ID អីទេអញ្ចឹងណាបាទតែបើវាជាប់គឺវា lock សោកន្លែងហ្នឹងហើយអញ្ចឹងវាជាប់អញ្ចឹងអូខេនេះបាទឈ្មោះវាគឺ Hyper OS បាទអូខេបន្ទាប់ពី reboot ហើយគឺវាចូលមកដល់ menu យីបាទអញ្ចឹងអានេះគឺ activate បាទយើង activate វាបាទចុចសញ្ញាព្រុញទៅមុខទៅបាទអញ្ចឹងមានភាសាខ្មែរអញ្ចឹងអាចជ្រើសរើសភាសាខ្មែរក៏បានដែរបាទទៅទៀតទៅបន្តទៀតទៅបាទអញ្ចឹងបើកាលណាវាអត់ជាប់ ID ឬក៏ជាប់ Google account នេះទេបាទវានឹងឲ្យបងប្អូនរំលងកន្លែង Wi-Fi បាទរំលងបានអញ្ចឹងបាទនេះគេមានពាក្យរំលងបាទតែកាលណាមានពាក្យរំលងអញ្ចឹងមានន័យថាអាចនេះបានទេបាទចុចរំលងបានហើយបាទអូខេបាទរំលងទៀតទៅតែបើសិនជាកន្លែងអត់រំលងទេអត់ជាប់ Wi-Fi បងប្អូនដឹងថាត្រូវធ្វើការដោះកូដបន្តទៀតហើយបាទអស់លុយទៀតហើយអូខេអញ្ចឹងបាទប្រាប់បងប្អូនពីដំបូងណាមុនធ្វើបាទទីឡងធ្វើឲ្យបើបកាយមួយខ្ញុំថាបងឲ្យខ្ញុំធ្វើលើធ្វើតាមលើជាប់បាត់ហើយបាទជាប់ដោយសារខ្ញុំប្រាប់ហើយអូខេបាទអញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញមួយក្បាច់ទៀតសម្រាប់សិស្សណាបាទពីការរៀបកូដបាទរៀបកូដបើសិនតែជាប់ប៉ុន្តែយើងអត់ស្គាល់ password អញ្ចឹងយើងមិនអាច reset ទេយើងមានវិធីរៀបកូដមួយទៀតជួយរៀបរាល់មកអូខេរៀបរាល់ហើយបាទអត់មានជាប់អីទេអញ្ចឹងអរគុណបងប្អូនដែលតាមដានទស្សនាជួបនៅវីដេអូក្រោយទៀតពី IT ស្រែនិង Daiso